សូមជូនរឿងស្នេហ៍ធ្លាក់ពីលើមេឃភាគទី6វត្តមានក្នុងបុណ្យសព7ថ្ងៃព្រះសូរិយាចរយាត្រាបំភ្លឺភពផែនដីដាស់អស់សពសត្វលោកទាំងពួងសំឡេងភ្លេងបុណ្យបន្លឺឡើងរងំពេញភូមិគ្រឹះដ៏ធំស្កឹមស្កៃនៃត្រកូលសុខវិរៈគម្រប់7ថ្ងៃឧបាសកសុខវិរៈឆៃសំឡេងទ្រហោយំសោកបោកខ្លួនរបស់នារីវ័យចំណាស់ម្នាក់អាយុខ្ទង់60ឆ្នាំនៅចំពោះមុខរូបថតមួយសន្លឹកបានបន្លឺឡើងថាកូនឆៃកូនប្រុសម្ដាយហេតុអ្វីកូនទៅចោលម្ដាយបែបនេះលោកអីលោកកូនប្រុសខ្ញុំល្អខ្លាំងណាស់ព្រំលិខិតតែអ្វីក៏ខុសខើខ្លាំងបែបនេះនារីរុកស្រស់រាងស្ដាងសម្បល់សសក់ខ្លីប្រាស្មាស្ទុះមកលើកម្ដាយវិរៈឆៃឡើងអ្នកមីងបងឆៃទៅបានសុខហើយណាអ្នកមីងអ្នកមីងកាត់ចិត្តទៅណាអត់ទេអាលីមីងទទួលយកមិនបានទេឆៃអត់ស្លាប់ទេឆៃអត់ស្លាប់ទេកូនបុរសសង្ហាវិរៈរិទ្ធកំពុងគ្រងអាវសខ្ទាស់បោកាន់ទុកពណ៌ខ្មៅមុខស្លេកដូចជាមិនបានសម្រាកគ្រប់គ្រាន់កំពុងឈរនិយាយគ្នាជាមួយនឹងឪពុករបស់ខ្លួននេះបងវិរៈឆៃពិតជាស្លាប់មែនទេប៉ាលោកវិរៈដែលកំពុងមានទឹកមុខស្រពត់ស្រពន់ដកដង្ហើមធំរួចនិយាយថា7ថ្ងៃហើយដែលបងប្រុសរបស់ឯងបាត់ខ្លួននៅតំបន់ភ្នំពូរុងនោះនៅទីនោះមានព្រៃក្រាស់ខ្មឹកសម្បូរសត្វកាចសាហាវពិបាកនឹងចូលចុះណាស់គ្មាននរណាហ៊ានដើររកឆៃនោះទេគេបានសន្មតថាបងប្រុសរបស់ឯងស្លាប់តាំងតែពីដាច់ឆាត់យកមកម្លេះព្រោះរយៈកម្ពស់ខ្ពស់ខ្លាំងណាស់គ្មានសង្ឃឹមនោះទេនេះមានគេចង់សម្លាប់បងប្រុសដោយប្រយោជន៍ទេដឹងប៉ាមនុស្សពូកែដូចជាបងឆៃខ្ញុំជឿថាគាត់មិនស្លាប់ងាយៗនោះទេមានតែសង្ឃឹមលើបុណ្យប្រេងវាសនារបស់គេហើយម៉ាក់ប៉ាប្អូនរិទ្ធសំឡេងបុរសម្នាក់បន្លឺឡើងខ្លាំងនៅក្នុងរោងបុណ្យគ្រប់គ្នាងាកមកមើលវត្តមានម្ចាស់សំឡេងម្នាក់នោះយ៉ាងភ្ញាក់ផ្អើលទិដ្ឋភាពបានបង្ហាញឲ្យឃើញបុរសមាឌធំខ្ពស់ស្រឡះមុខមាត់ស្រស់សង្ហានៅខាងស្ដាំដៃគេមាននារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ឈរទន្ទឹមនឹងរូបគេវិរៈឆៃសំឡេងម្ដាយឆៃឧទានឡើងយ៉ាងស្វ័យប្រវត្តិឆៃស្ទុះមករត់អោបម្ដាយយ៉ាងណែនរួចនិយាយថាបាទម៉ាក់កូនគឺឆៃប្រុសធំរបស់ម៉ាក់ណាស្ត្រីជាម្ដាយទ្រហោយំរំភើបស្ទើរមិនជឿនឹងភ្នែកតតែសោះថាខ្លួនមាននិស្ស័យបានជួបមុខកូនប្រុសសម្លាញ់ចិត្តម្ដងទៀតនេះម៉ាក់មិនមែនយកសពទេមែនទេឆៃកូនពិតជានៅរស់មែនទេពធកូនប្រុសម្ដាយនឹកកូនខ្លាំងណាស់ឪពុកនិងប្អូនប្រុសរបស់ឆៃក៏ស្ទុះមករត់អោបឆៃទាំងសេចក្តីនឹករលឹកជាខ្លាំងសំឡេងភ្លេងបុណ្យត្រូវបានបញ្ចប់រោងបុណ្យដែលពោរពេញទៅដោយទុក្ខសោកត្រូវបានរើចេញជាបន្ទាន់ជំនួសដោយស្នាមញញឹមសប្បាយរីករាយជួបជុំគ្រួសារដ៏សែនកក់ក្ដៅឡើងវិញទិដ្ឋភាពនៅក្នុងភូមិគ្រឹះសុខវិរៈនៅក្នុងបន្ទប់ទទួលភ្ញៀវវិរៈឆៃដែលកំពុងអង្គុយជិតនាងតូចសាយយ៉ាំរបស់យើងក៏និយាយថាការវិលត្រឡប់មកវិញរបស់កូនគឺជាចំណែកដ៏ធំមួយរបស់ពេជ្ជនីដែលនាងបានជួយសង្គ្រោះជីវិតរបស់កូននៅក្នុងតំបន់ព្រៃក្រាស់ភ្នំពូរុងនោះសាយយ៉ាំមិនទាន់ទម្លាប់ខ្លួននឹងឈ្មោះថ្មីរបស់នាងនៅឡើយនោះទេតែចាប់ពីថ្ងៃនេះតទៅ
នាងត្រូវប្រើឈ្មោះនេះជារៀងរហូតហើយលោកវីរៈនិយាយដោយមើលមុខពេជ្ជនីនិងបន្ទន់ខ្លួនរបស់លោកអ៊ំសូមអរគុណក្មួយខ្លាំងណាស់ដែលបានជួយសង្គ្រោះជីវិតកូនប្រុសរបស់អ៊ំពេជ្ជនីប្រញាប់អោនលំទោនហើយនិយាយថាចាលោកអ៊ំការជួយសង្គ្រោះជីវិតគឺជាទង្វើដ៏សែនល្អមួយដែលមនុស្សគ្រប់រូបត្រូវតែធ្វើស្រាប់ទៅហើយលោកអ៊ំវីរៈឆៃនិយាយបន្តចាប់ពីថ្ងៃនេះទៅកូនសូមលោកប៉ានិងអ្នកម៉ាក់អនុញ្ញាតឲ្យពេជ្ជនីរស់នៅក្នុងភូមិគ្រឹះរបស់យើងប្រៀបដូចជាគ្រួសារសាច់ញាតិរបស់យើងម្នាក់ចុះឮកូនប្រុសនិយាយបែបនេះភ្លាមម្ដាយរបស់វីរៈឆៃស្រឡាំងកាំងងាកមកមើលទឹកមុខដ៏ស្ងួតរបស់អាលីដែលជាគូដណ្ដឹងរបស់ឆៃគាត់អាចប៉ាន់ស្មានពីអារម្មណ៍របស់នាងតែក៏មិនអាចជំទាស់នឹងកូនប្រុសសំណប់ចិត្តបានឡើយក្រោយពីបានជួបជុំគ្នាពិភាក្សារឿងពេជ្ជនីអស់ហើយអាលីក៏បានលាគ្រួសារឆៃវិលត្រឡប់ទៅផ្ទះវិញដោយមានការជូនដំណើរពីឆៃផ្ទាល់តែម្ដងត្រូវការឲ្យបងជូនអូនទៅផ្ទះដែរទេអាលីមិនអីទេអូនអាចត្រឡប់ទៅវិញខ្លួនឯងបានបងធ្វើដំណើរមកពីឆ្ងាយប្រកាសជាហត់ខ្លាំងហើយបងសម្រាកចុះណាអូនសប្បាយចិត្តណាស់ដែលបងមានជីវិតវិលត្រឡប់មកវិញបែបនេះអូនមិនដែលគិតថាខ្លួនអូនអាចនឹងមានសំណាងបានជួបរូបបងម្ដងទៀតនោះទេបងក៏សប្បាយចិត្តដែរដែលមានជីវិតបានជួបអាលីម្ដងទៀតឆៃញញឹមយ៉ាងស្រទន់មកកាន់អាលីស្ទុះអោបលាឆៃមុននឹងធ្វើដំណើរត្រឡប់ទៅផ្ទះវិញសកម្មភាពស្និទ្ធស្នាលរបស់ឆៃនិងអាលីមិនបានរំលងពីក្រសែភ្នែករបស់ពេជ្ជនីនោះទេនាងសម្លឹងមើលតាមបង្អួចបន្ទប់ស្នាក់នៅថ្មីរបស់នាងពេជ្ជនីដកដង្ហើមធំដែលនៅសុកខ្លួនខ្លាចជាងាយជ្រែកស្នេហារបស់គេដោយមិនដឹងខ្លួននាងមានអារម្មណ៍ថាមិនបានមានចិត្តអ្វីលើឆៃលើសពីបងប្រុសនោះទេតែនាងបែរជាមានអារម្មណ៍មិនល្អនៅពេលដែលដឹងថាគេមានគូដណ្ដឹងប្រចាំជីវិតគូរបស់គេរួចទៅហើយពេជ្ជនីកំពុងតែឈរនៅមុខបន្ទប់របស់នាងសុកស្រាប់តែមានសម្រឹបជើងមួយបន្លឺឡើងហើយបញ្ឈប់នៅពីក្រោយខ្នងរបស់នាងយ៉ាងម៉េចហើយពេជ្ជនីមានអ្វីឲ្យខ្ញុំជួយឬទេបានវត្តមានបុរសវ័យក្មេងរូបស្រស់ពាក់វ៉ែនតាម្នាក់លេចឡើងនៅចំពោះមុខនាងនោះគឺជាវីរៈរិទ្ធចាមិនអីទេអរគុណលោកហើយលោកអញ្ចឹងដូចមិនសូវស្និទ្ធស្នាលជាអ្នកផ្ទះជាមួយគ្នាសោះពេជ្ជនីនៅស្ងៀមបន្តិចព្រោះមិនដឹងតបនឹងសំណួររបស់រិទ្ធបែបណាព្រោះនាងនៅគិតពីរឿងឆៃមិនទាន់ចប់ផងហើយខ្ញុំថារត់បានហើយព្រោះមើលទៅអាយុយើងមិនខុសគ្នាប៉ុន្មានទេរិទ្ធញញឹមយ៉ាងស្រទន់ដាក់ពេជ្ជនីចំណែកឯនាងញញឹមតបបែបមិនសូវសមព្រោះនាងទៅតែស្គាល់គេមុននេះបន្តិចតែប៉ុណ្ណោះរិទ្ធឯងកុំផ្ដេសផ្ដាសញ៉ែញ៉ង់មនុស្សស្រីនៅក្នុងផ្ទះនេះឲ្យសោះពេជ្ជនីនាងជាសមាជិកគ្រួសាររបស់យើងឯងកុំរញ៉េរញ៉ៃឲ្យសោះណាសំលេងនិយាយម៉ាត់របស់ឆៃលាន់លឺពីក្រោយខ្នងរបស់រិទ្ធញញឹមហើយក៏និយាយតបខ្ញុំគ្រាន់តែនិយាយគូសំជាមួយពេជ្ជនីទេតើបងខ្ញុំមិនបានញ៉ៃញ៉ង់កាត់មុខកាត់មាត់នរណាម្នាក់ឡើយមិនចាំបាច់ដំឡើងសំឡេងបែបនេះទេណាលោកបងគ្រាន់តែនិយាយបញ្ជាក់ឯងតែប៉ុណ្ណោះបាទបងខ្ញុំដឹងហើយពេជ្ជនីខ្ញុំលាសិនហើយណាខ្ញុំមិនហ៊ាននៅនិយាយជាមួយនាងយូរពេកនោះទេខ្លាចមានសង្គ្រាមកើតឡើងបែកផ្ទះនេះជាមិនខាននោះទេឆៃយាដៃរវៃរិទ្ធតែគេកិច្ចតាន់ហើយក៏សោយដាក់មុននឹងចាក់ចេញពីទីនេះពេជ្ជនីឈរស្ងៀមហាក់មិនចាប់អារម្មណ៍នឹងការសន្ទនារបស់បងប្អូនពីរនាក់នេះតតែសោះហាក់បីដូចជាកំពុងគិតរឿងអ្វីផ្សេងទៀតឆៃយកដៃតេះស្មារបស់នាងតិចថា
ពេជ្ជនីពេជ្ជនីនាងហាក់បីដូចជាភ្ញាក់ស្មារតីសម្លឹងមើលមកឆៃវិញក្នុងកែវភ្នែកមានមន្ទិលចង់សួរគេពីរឿងអ្វីមួយនាងកើតអ្វីហ្នឹងមិនស្រួលខ្លួនមែនទេឬមិនពេញចិត្តបន្ទប់របស់នាងបើមិនពេញចិត្តទេខ្ញុំឲ្យជាងកែកុនបន្ថែមឲ្យស្អាតជាងនេះណាអត់អីទេខ្ញុំពេញចិត្តបន្ទប់នេះណាស់ឃើញពេជ្ជនីនៅមុខស្ងួតដដែលឆៃក៏អោសដៃនាងលោកចង់នាំខ្ញុំទៅណាហ្នឹងគឺនាំនាងទៅដើរមើលទេសភាពនៅក្នុងទីក្រុងនឹងណាចង់ប្រកែកក៏ប្រកែកមិនបានព្រោះវីរៈឆៃបានអោសដៃនាងរហូតនាំនាងចូលទៅក្នុងរថយន្តស៊េរីទំនើបរបស់ខ្លួនរួចបើកចេញទៅបាត់ទេសភាពទីក្រុងដ៏ស្រស់បំព្រងហេដ្ឋារចនាសម្ព័ន្ធដ៏ល្អប្រណិតទាក់ទាញចំណាប់អារម្មណ៍នារីព្រៃភ្នំរបស់យើងខ្លាំងណាស់ឆៃបើកកញ្ចក់រថយន្តដើម្បីឲ្យនាងបានមើលទេសភាពខាងក្រៅបានច្បាស់ល្អយ៉ាងមិនដែរប្លែកភ្នែកដែរទេពេជ្ជនីក្រោយពីបានជិះកំសាន្តមើលទេសភាពទីក្រុងរួចនាងហាក់បីដូចជាមានអារម្មណ៍ថាស្រស់ស្រាយទឹកមុខស្រស់បោះឡើងវិញនាងសោចហើយក៏និយាយតបសប្បាយណាស់ខ្ញុំធ្លាប់ទៅលឺអ្នកម៉ែរៀបរាប់ឲ្យស្ដាប់តែពេលនេះខ្ញុំបានឃើញផ្ទាល់ហើយពិតជាទំនើបអស្ចារ្យមែនតែហេតុអ្វីនៅទីនេះគេធ្វើផ្ទះធំធំខ្ពស់ខ្ពស់រាប់សិបជាន់បែបនេះតើគេរស់នៅអត់ដែរទេលោកឆៃសោចហើយគេក៏និយាយថាទាំងនេះមិនមែនសិតតែជាផ្ទះទាំងអស់នោះទេអាគារខ្លះគឺជាអាគារក្រុមហ៊ុនពាណិជ្ជកម្មជាសន្តាគារផ្សារទំនើបខុនដូឬក៏សាលារៀនឯកជនផ្សេងទៀតណាឮបែបនេះពេជ្ជនីងក់ក្បាលបំបត្តិចម្ងល់របស់ខ្លួនរថយន្តរបស់ឆៃបានបរចូលមកក្នុងផ្សារទំនើបដ៏ប្រណិតមួយកន្លែងគេនាំនាងដើរទិញសម្លៀកបំពាក់និងសម្ភារៈប្រើប្រាស់មួយចំនួននាងស្រឡាញ់រោគគេងយប់នេះដែរទេគេសួរសំណួរមកកាន់ពេជ្ជនីដែលកំពុងលោរោគពណ៌ផ្កាឈូកលាយផ្កាចម្រុះពេជ្ជនីញញឹមហើយនិយាយថារោគនេះស្អាតខ្លាំងណាស់ឆៃងាកមកមើលអ្នកលក់ហើយក៏និយាយថារោគម៉ូតនេះមាននៅក្នុងស្តុកចំនួនប៉ុន្មានខ្ញុំទិញយកទាំងអស់ពេជ្ជនីលួចនិយាយខ្សឹបមកកាន់ឆៃថានេះលោកទិញច្រើនខ្លាំងម្ល៉េះលោកយកទៅស្លៀកដែរមែនទេឬក៏ទិញផ្ញើកញ្ញាគូដណ្ដឹងរបស់លោកដែរមិនមែនទេខ្ញុំទិញឲ្យនាងទាំងអស់ហ្នឹងព្រោះខ្ញុំឃើញនាងស្លៀករ៉ូបនឹងស្អាតគេនិយាយទាំងមុខញញឹមមកកាន់ពេជ្ជនីឆៃនាំនាងដើរទិញអីវ៉ាន់ពេញផ្សារទំនើបមានទាំងពីសម្លៀកបំពាក់ស្បែកជើងគ្រឿងថែសម្ផស្សនិងរបស់ប្រើប្រាស់ផ្សេងគ្មានឲ្យខ្វះតតែសោះលោកខ្ញុំចង់ចូលបន្ទប់ទឹកពេជ្ជនីដែលកំពុងដើរខ្លួនទៅទេនិយាយមកកាន់ឆៃដែលកំពុងយកអីវ៉ាន់របស់នាងជ្រែកខ្លួននៅខាងមុខនោះមានបន្ទប់ទឹកនាងឆាប់ចូលទៅណានៅខាងស្ដាំដៃជាបន្ទប់ទឹករបស់មនុស្សស្រីខ្ញុំនៅចាំនាងនៅទីនេះពេជ្ជនីងក់ក្បាលហើយក៏ដើរសម្ដៅទៅបន្ទប់ទឹកក្រោយពេលចេញពីបន្ទប់ទឹកនាងដើរមកកាន់កន្លែងចាស់វិញស្រាប់តែមិនបានឃើញឆៃនៅតែនេះតតែសោះបាត់ទាំងអីវ៉ាន់ទៀតនាងចាប់ផ្ដើមលេះឡាងាកឆ្វេងងាកស្ដាំតែនៅមិនឃើញឆៃទៀតវងមនុស្សប្លែកមុខដើរចុះដើរឡើងក្នុងផ្សារទំនើបធ្វើឲ្យនាងតប់ប្រមល់ក្នុងចិត្តជាខ្លាំងព្រោះនាងមិនមានស្គាល់អ្នកណាម្នាក់ក្រៅពីឆៃតតែសោះតើគេបាត់ទៅណាគេកំពុងបោះបង់នាងចោលតើមែនទេផ្សារទំនើបកម្ពស់ជិត10ជាន់ធ្វើឲ្យពេជ្ជនីឆ្លេឆ្លាមិនដឹងថាគួរទៅរកឆៃនៅឯណានោះទេដើរចុះដើរឡើងជាង1ម៉ោងហើយនៅតែរកគេមិនឃើញនាងក៏សម្រេចចិត្តមកអង្គុយនៅលើកៅអីបង់នៅជាន់ក្រោមកន្លែងចំណតរថយន្តអូនស្រីកំពុងចាំនរណាគេនឹងទៅជាមួយបងទៅក្រុមក្មេងស្ទាវចំនួន3នាក់វ័យស្របាលនឹងនាង
ចូលមកញ៉ៃញ៉ង់រញ៉េរញ៉ៃពេជ្ជនីដែលធ្វើឲ្យនាងមានអារម្មណ៍ថាអសុវត្ថិភាពជាខ្លាំងម្យ៉ាងនៅទីនេះពុំសូវមានមនុស្សទៀតមិនដឹងថាគួររកជំនួយពីនរណាតតែសោះពួកឯងឆាប់ចេញទៅកុំមករវល់ជាមួយនឹងយើងឮពេជ្ជនីនិយាយម៉ាត់ដាក់ពួកគេក្មេងស្ទាវទាំងអស់នោះក៏និយាយថាអាយ៉ាសំដីបានណាស់ទេតាបុរសម្នាក់បំរុងលូកដៃយកមកត្បិតពណ៌របស់នាងតែត្រូវនាងទះដៃគេចេញរួចទះគេមួយកំភ្លៀងនាងឯងហ៊ានវាយយើងផងហ៎គេបំរុងនឹងយកដៃមកវាយនាងវិញតែត្រូវបានដៃដ៏ធំមួយលូកមកចាប់ដៃគេជាប់យ៉ាងមាំពួកឯងគ្មានសិទ្ធមកប៉ះពាល់ប្រពន្ធរបស់យើងជាដាច់ខាតឆៃនិយាយសម្លុតពួកគេយ៉ាងមាំចំណែកឯពេជ្ជនីស្រឡាំងកាន់នឹងពាក្យដែលឆៃអះអាងថាខ្លួននាងជាប្រពន្ធរបស់គេឯងចង់សាកជាមួយពួកយើងអីពួកគេទាំង3ប្រឹងប្រវីប្រតបជាមួយឆៃតែត្រូវបានឆៃវាយបាក់ស្បាតរត់អស់រលីងឆៃប្រញាប់រត់មកអោបពេជ្ជនីទាំងក្តីបារម្ភជាខ្លាំងនាងមិនអីទេមែនទេខ្ញុំសុំទោសណាលោកទៅណាហេតុអ្វីទុកខ្ញុំចោលអត់ទេនេះខ្ញុំមិនអាចទៅណាចោលនាងជាដាច់ខាតពេលដែលកំពុងចាំនាងខ្ញុំទើបដឹងខ្លួនថាភ្លេចកាបូបលុយនៅហាងទិញអីវ៉ាន់ខ្ញុំក៏ឆ្លៀតទៅរកកាបូបលុយនៅទីនោះតែពេលមកវិញក៏បាត់នាងបាត់ខ្ញុំខំដើររកនាងគ្រប់ទីកន្លែងតែនៅតែមិនឃើញខ្ញុំភ័យខ្លាំងណាស់ដឹងទេខ្លាចថានឹងបាត់បង់រូបនាងចេញពីជីវិតរបស់ខ្ញុំភ័យណាស់ខ្លាចថាលោកយកខ្ញុំមកបោះបង់ចោលនៅទីនេះឆៃយកដៃញីក្បាលនាងថ្នមរួចនិយាយថាគ្មានឈួតនេះគិតផ្ដេសផ្ដាស់មែនតោះល្ងាចហើយយើងឆាប់ទៅផ្ទះវិញព្រះសូរិយាលិចចាក់ចោលទ្វីបលោកកាបន្សល់ទុកនៅពន្លឺព្រះចន្ទ្រាបន្តទូនេតិនៅក្នុងរាត្រីយប់ស្ងាត់ខ្យល់អាកាសស្រស់ថ្លានាងក្រមុំរបស់យើងក្រងរោបពោបផ្កាជុកស្រាលដៃប៉ោងបង្ហាញសាច់សក្បោះដូចនារីទីក្រុងដែរនាងចុះមកខាងក្រោមដើរលេងក្នុងសួនច្បារក៏ប្រទះនឹងរូបរាងអ្នកកំឡោះឆៃស្លៀកខោជើងខ្លីត្រឹមជង្គង់ពាក់អាវវាក្លៀកពណ៌សចេះរៀងសង្ហាបង្ហាញសាច់ដុំហាប់ណែនដោយតារាម៉ូដែលដែលកំពុងអង្គុយអានសៀវភៅនៅក្នុងកញ្ចក់សង់ពីថ្មប្រក់ក្បឿងមួយនៅក្នុងសួនច្បារពេជ្ជនីក៏ឆ្លៀតដើរទៅនិយាយជាមួយគេកំពុងធ្វើអីនឹងបងថ្មនឹងហើយមិនតន់គេងទៀតមែនទេឆៃភ្ញាក់នឹងវត្តមានរបស់នាងតែក៏ភ្លឹកនឹងសម្រស់ការជប់ក្រពុំមួយតងនេះដែរនាងល្អណាស់មានសម្រស់ស្អាតប្លែកដាច់ពីនារីមួយចំនួនដែលគេធ្លាប់បានជួបគេសោចហើយក៏និយាយមិនដេចនៅសុកនឹកឃើញអីបានជាហៅខ្ញុំថាបងបែបនេះគឺបងឆៃមានអាយុបងខ្ញុំដល់តែ10ឆ្នាំឯណោះខ្ញុំហៅថាបងតើមានអ្វីចម្លែកទៅសម្រាប់ខ្ញុំចម្លែកខ្លាំងណាស់បើចម្លែកបែបនេះខ្ញុំឈប់ហៅថាបងហើយហៅចុះខ្ញុំចូលចិត្តនាងហៅខ្ញុំថាបងឆៃបែបនេះណាចង់ឲ្យនាងហៅបែបនេះរហូតចុះយើងនឹងនៅជាមួយគ្នារហូតដែរមែនទេហេតុអ្វីមិនអាចបើអ្វីទៅបងឆៃក្រវីក្បាលមិនបញ្ចប់ប្រយោគរបស់ខ្លួនឡើយនាងក្រមុំដាក់ខ្លួនអង្គុយក្បែរឆៃរួចក៏សួរថាបងកំពុងអានសៀវភៅអ្វីហ្នឹងគឺបងកំពុងអានសៀវភៅច្បាប់និយាយអីចឹងពេជ្ជនីចេះអានអក្សរដែរឬទេនាងញញឹមហើយងក់ក្បាលចាខ្ញុំចេះអានអក្សរជាតិនិងភាសាបរទេសដែរព្រោះអ្នកម៉ែខ្ញុំជាអ្នកបង្រៀនកាលពីនៅតូចអ្នកម៉ែរបស់នាងពិតជាមនុស្សស្រីឆ្លាតពូកែមានគំនិតវែងឆ្ងាយណាស់គួរឲ្យសរសើរមែនអ្នកម៉ែបានបង្រៀនខ្ញុំច្រើនណាស់ត្បិតខ្ញុំរស់នៅក្នុងព្រៃពិតមែនតែអ្នកម៉ែបានបង្រៀនឲ្យខ្ញុំដឹងស្គាល់អ្វីៗនៅទីក្រុងច្រើនណាស់ព្រោះគាត់គិតថានៅពេលដែលខ្ញុំធំឡើងខ្ញុំនឹងបានមករស់នៅ
ក្នុងទីក្រុងនៅថ្ងៃណាមួយហើយថ្ងៃនោះគឺជាថ្ងៃនេះឯងពេជ្ជនីនិយាយទាំងដកដង្ហើមធំទឹកមុខស្រពោនឃើញបែបនេះឆៃក៏និយាយបដូរបរិយាកាសភ្លាមនាងចង់អានសិភៅឬទេខ្ញុំមិនចង់អានសិភៅទេកាលពីនៅក្មេងខ្ញុំចូលចិត្តស្ដាប់អ្នកម៉ែនិទានរឿងណាស់តែតាំងពីលេងមានអ្នកម៉ែមកគ្មានអ្នកណានិទានរឿងឲ្យខ្ញុំស្ដាប់ទៀតសោះអញ្ចឹងចាំខ្ញុំអានសិភៅរឿងប្រឡោមលោកមួយឲ្យនាងស្ដាប់ចុះណានិយាយរួចឆៃទាញសិភៅមួយក្បាលចេញពីកាបូបរបស់គេយកមកអានឲ្យពេជ្ជនីស្ដាប់សំឡេងស្រាលស្រទន់របស់ឆៃបានធ្វើឲ្យអ្នកស្ដាប់កេងលក់ដោយមិនដឹងខ្លួនឆៃបិទសិភៅទុកឈប់អានហើយងាកមកសម្លឹងវងភក្ត្រាមកក្រឡង់ដូចជាព្រះច័ន្ទពេញបរមីភ័យមុនស្នេហ៍ពេញផ្ទៃមុខរបស់នាងឆៃញញឹមលួចខ្នក់ខ្នាញ់និងសម្រស់ពេជ្ជនីជាខ្លាំងគេយកដៃអង្អែលសាច់មុខដ៏ម៉ត់រលោងរបស់នាងថ្នមហើយឧទាននៅក្នុងចិត្តថាអោពេជ្ជនីនារីព្រៃភ្នំអើយហេតុអ្វីនាងល្អស្រស់ស្អាតខ្លាំងម្ល៉េះនាងបានធ្វើឲ្យបេះដូងរបស់ខ្ញុំញាប់ញ័រហើយឆៃបានបីត្រកងរាងកាយតូចច្រឡឹងរបស់ពេជ្ជនីដាក់ផ្ដេកលើពុកក្នុងបន្ទប់របស់នាងហើយក៏បានចាក់ចេញពីបន្ទប់មួយនោះក៏វាក់នឹងម្ដាយរបស់ខ្លួនឆៃម៉ាក់ឃើញអស់ហើយនេះកូនមានគូដណ្ដឹងហើយមិនមែននៅទំនេរទេធ្វើអីឲ្យចេះមើលមុខមើលក្រោយផងពេជ្ជនីនាងជាមនុស្សស្រីត្រូវខាត់បងកិត្តិយសណារាប់អានជាប្អូនស្រីឲ្យដឹងប្អូនស្រីកុំផ្ដេសផ្ដាស់ម៉ាក់មិនចង់ឲ្យអាលីសខូចចិត្តទេឆៃទម្លាក់ទឹកមុខចុះរួចមិននិយាយអ្វីឡើយបានត្រឹមងក់ក្បាលហើយក៏លាម្ដាយទៅបន្ទប់គេងរបស់ខ្លួនវិញដែលនៅទល់មុខនេះសូមប្រិយមិត្តទាំងអស់មេត្តារងចាំស្ដាប់ភាពបន្តឆាប់ៗនេះសូមអរគុណ